ថ្ងៃឡើងបងប្អូនដែលកំពុងតែជិះកាត់លើផ្លូវបៃប្រាំងឃើញមនុស្សច្រើនអ៊ូអចាមកដុំកន្លែងហុយផ្សាយហ្នឹងបងប្អូនមិនឆ្ងល់ថៃបងប្អូនគេអត់មានធ្វើអីគេទិញមន់ជាមួយនឹងកង្កែបបោកបងប្អូនភ្ញៀវទាំងអស់គឺសុទ្ធតែរងចាំចារងចាំនេះរងចាំជាមួយនឹងមន់អាំងកង្កែបបោកសាខាគិនស្វាយចាដែលមានទីតាំងនៅក្រៅវត្តរត់ចាបងប្អូនអាចអញ្ជើញមកបាននេះគឺជាប្រភេទសាច់មន់ចាដែលជាប្រភេទមន់ចំបែបធម្មជាតិសាច់ខ្ចីទុំឆ្ងាញ់ចាហើយអ្វីដែលសំខាន់គឺយើងធ្វើមានអនាម័យជាមួយការប្រឡាក់ចាប្រឡាក់បែបធម្មជាតិមិនប្រើជាមួយនឹងពណ៌ជំនួយអញ្ចឹងសម្រាប់បងប្អូនដែលចង់ពិសាជាមួយនឹងមន់ដែលមានរសជាតិខ្ចីឆ្ងាញ់ទន់ផ្អែមចាបងប្អូនអាចអញ្ជើញមកពិសាបានជាមួយនឹងមន់អាំងសាខាគិនស្វាយបងប្អូនដែលមានទីតាំងនៅវត្តរត់ចាហើយក៏មិនភ្លេចដែរជាមួយនឹងកង្កែបបោកចាកង្កែបបោកញាត់សាច់ជ្រូកចាសាច់ជ្រូក3ជាន់សឹកតែម្ដងអត់មានលាយជាមួយជើងកង្កែបទេបងប្អូនណាអត់មានលាយជាមួយនឹងគ្រឿងក្នុងកង្កែបដូចគ្នាយើងប្រើជាមួយនឹងម្រះព្រៅហើយនឹងសាច់ជ្រូក3ជាន់និងគ្រឿងតិចតួចបំផុតចាហើយធានាឆ្ងាញ់បងប្អូនញ៉ាំហើយមានឱជារសពិតជាជក់ចិត្តមែនតើហើយក៏មានជាមួយនឹងក្តាមត្រាំទឹកត្រីដូចជាប្រភេទក្តាមសេកក្តាមសេះហើយនឹងក្តាមប្រៃខ្មែរចាគឺជាប្រភេទក្តាមសង្ហែខ្មែរក្តាមប្រៃបងប្អូនចាគឺមានជាមួយនឹងអំបិលបោកហើយនឹងបាយសផងដែរចឹងសម្រាប់បងប្អូនដែលនៅទីតាំងបរិយាពេញហួតនឹងស្នោឬក៏ទីតាំងប្រែកប្រាចាម្ដងច្បារអំពៅហើយនឹងនិយាយរួមផ្លូវលេខ1នឹងហ្មងចាចង់ញ៉ាំជាមួយនឹងកង្កែបបោកមន់អាំងក្តាមស្រែចារសជាតិបែបស្រែរសជាតិបែបឆ្ងាញ់ណាអញ្ជើញមកបានទីតាំងក្រៅវត្តរត់ហើយបងប្អូនឃើញមន់អាំងគឺថាតំណងតែម្ដងចាហើយពេលដែលបងប្អូនមកដល់គឺយើងអាំងជូនថ្មីក្តៅជូនបងប្អូនតែម្ដងចឹងបងប្អូនទាំងអស់គ្នាដែលចង់ពិសាជាមួយនឹងរសជាតិកង្កែបបោកមន់អាំងចាគឺអាចជិះមកបានហើយតំណងមែនតើបងប្អូនណា